បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាបាទថ្ងៃនេះខ្ញុំមានវត្ថុស័ក្តិសិទ្ធិ8តួអង្គបាទសាងអំពីភ្លុកដំរីនិងថ្គាមដំរីបាទតួអង្គនេះជាថ្គាមដំរីបាទណាបាទនេះសាច់ស្អាតណាបាទណាបាទមានលឿងបែកមាសបាទនេះបាទបុរាណថាបុគ្គលណាបានគោរពនៅថ្គាមដំរីឬក៏ភ្លុកដំរីបានដាក់នៅផ្ទះបានដាក់ទៅតាមខ្លួននៅកន្លែងរកស៊ីបុគ្គលនោះមានសេរីសុស្ដីមង្គលរកស៊ីទទួលទានមានបានតិចតិជុំអញ្ចឹងណាបាទពាក្យថាដំរីជាសត្វមង្គលជាសត្វអាយុវែងជាសត្វធំបាទណាបាទចឹងពាក្យថាពពុទ្ធឬក៏សាវកពពុទ្ធគឺយើងគោរពខាងណាក៏បានដែរបាទ1លានគុណ1000គុណ10000គុណគឺថាមនុស្សទូទាំងផែនដីបោកសរុបចូលគ្នាហើយមកឲ្យបានគុណពពុទ្ធគឺមិនបានទេបាទពពុទ្ធនេះជាគុណអនេកអនន្តណាដែលលោកបានសាងនៅបារមីបរមីណាយ៉ាទានបារមីសិលបារមីនៃខមកបារមីបរមត្តបារមីអញ្ចឹងណាហ្នឹងហើយបារមី30ហ្នឹងបាទអញ្ចឹងយើងថាព្រះអង្គបិទមុខពាក្យទៅខ្លាចចេះខ្លាចចុះគាត់ណាតែប៉ិនមិនមែនទេបាទណាបាទនេះជាភ្លុកដំរីណាបាទសាងពីភ្លុកដំរីណាប្រទេសដំរីណាបាទនេះបើមានសមោលដូចមានតែជាយ៉ាងណាហ៎បាទស្ដេចយៈវេសវណ្ណណាជាសេនាដៃស្ដាំរបស់ព្រះអិនណាជាស្ដេចគ្រប់គ្រងនៅព្រាយបិសាចអសុលអសូរកាយទាំងឡាយព្រះអង្គអញ្ចឹងអ្នកណាដែលមានសបិនអកតមិត្តអាក្រក់lạiឃើញខ្មោចតែងខ្លាចពាក្យនៅស្ដេចវេសវណ្ណនេះទៅបាទណាហ្នឹងហើយស្ដេចព្រាយអសុលបាទដើរចូលព្រៃចូលព្រៃចូលផ្សៃអាងភ្នំហ្នឹងគឺគ្មានអ្នកណាធ្វើអីបានទេក៏លឺស្ដេចយៈវេសវណ្ណហ្នឹងរត់ចែកជើងហើយដោយយើងរះធម្មតាជាមួយស្ដេចអញ្ចឹងដែលបាននៅគៀនស្ដេចណាតែមានការអនុញ្ញាតចូលបានភក្តិតិចផងក៏នៅព្រះអង្គធ្វើដំណើរតាមផ្លូវហ្នឹងយើងមិនបានចូលគិទេបានតែមើលទេបាទស្ដេចយៈវេសវណ្ណស្ដេចព្រាយអសុលបាទសេនារបស់លោកហ្នឹងជាស្ដេចយមរាជអញ្ចឹងណាបាទសញ្ញារបស់លោកហៅស្ដេចខ្មោចប៉ុន្តែលោកបានសម្រេចនៅធរជាន់ខ្ពស់គឺសោតាបានអញ្ចឹងព្រះសោតាបាននៅសល់7ជាតិទៀតហ្នឹងគឺលោកបានសម្រេចធរហើយលែងកើតលែងស្លាប់ហើយអញ្ចឹងបុគ្គលណាបានរៀនសមាធិជ្រៅណាសមាធិជ្រៅអញ្ចឹងទៅលោកដឹងខ្លួនលោកថាលោកបានសម្រេចធរអីលោកបានត្រឹមណាលោកអាចបិទនរកបានអត់អញ្ចឹងរៀនសមាធិគេដឹងខ្លួនគេថាគេអាចបិទនរកបានគេមិនអាចទៅនរកបានទេហើយគេក៏មិនអាចធ្វើបាបដែរបាទកាលធ្វើបាបខ្មាស់បាបអៀនបាបខ្លាចបាបនេះហើយជាបុគ្គលមានសិលបាទណាបាទអញ្ចឹងនៅរៀនសមាធិគេនឹងដឹងខ្លួនគេថាគេនៅចំណុចណាអីចំណុចណាគេអត់លើកតម្កើងខ្លួនគេទេព្រោះគេដឹងបាទកើតចាស់ឈឺស្លាប់ដឹងបាបដឹងបុណ្យហើយអាចមានភ្នែកទឹកអាចមើលដល់ឃើញអមនុស្សឃើញព្រាយឃើញខ្មោចអញ្ចឹងណាជួនកាលគេអាចមើលឃើញជាតិកំណើតអ្នកដតីទៀតបាទបើគេរៀនខ្ពស់មែនទែនទៅបាទអញ្ចឹងណានេះជាព្រះកម្ចាយគង់លើបលាំងណាហ្នឹងហើយຂະຫນាត់បតោងតូចណាហ្នឹងហើយព្រះកម្ចាយគង់លើបលាំងសាងដោយភ្លុកដំរីបាទណាស្រឡាញ់ពេញចិត្តអាចចែកជាវបានប្រម៉ែនេះបាទសាងពីភ្លុកដំរីអាចចែកជាវបានដែរណាជារបស់មង្គលស្រីសុស្ដីបាទនេះជាពពុទ្ធស្ដេចឆ្នាំពីបរមបុរាណណាអ្នកប្រពពុទ្ធប៉ុន្តែគេធ្វើរបៀបពពុទ្ធត្រង់គ្រឿងពីបរមបុរាណហ្នឹងទៅបាទតាំងអំពីភ្លុកដំរីដូចគ្នាដែរហើយនេះជាពពុទ្ធអ្នកប្រពពុទ្ធណាក្បាល7ណាបាទសាងពីភ្លុកដំរីដែរណាបាទជាវត្ថុមានអង្គលបាទពីរអង្គនេះជាភ្លុកបែបលេខ1ណាបាទចាស់បានគោរពថែរក្សាខ្លួនគាត់ណាស្រោបអ៊ីណុកបាទព្រះអង្គសមាធិណាប្រសាទឬប្រទានពោ
ស្អាតណាស់បាទសាច់ស្អាតតែម្ដងធ្ងន់កដុកដុកបាទពាក្យមួយដឹងមួយនេះបាទពងលើដើមពោធិសត្វអញ្ចឹងអ្នកដែលថ្វាយអង្គមដើមពោក៏បានដែរណាក៏បានប៉ុនដែរណាបាទព្រះពុទ្ធលោកសំដែងអត់ពីតថាគតទៅអ្នកទាំងអស់គ្នាអាចគោរពដើមពោធិសត្វបានព្រះពោធិសត្វកើតដំណើរនឹងព្រះអង្គដែរអញ្ចឹងណាបាទប៉ុន្តែបកគលណាបានសម្រេចណានឹងដើមពោដើមអីហ្នឹងគឺមិនមានទេដូចថាប៉ុន្តែធ្វើសមាធិបស្សនាកម្មដ្ឋានអញ្ចឹងទៅរៀនធម៌ព្រះអង្គទៅព្រះអង្គក៏សម្ដែងដែរឲ្យតែពធនៅបាទអ្នកត្រាស់ដឹងធម៌ក៏មានដែរហើយពុទ្ធក៏លោកសម្ដែងដែរថាអ្នកដែលសាសនាពុទ្ធហ្នឹងក៏បានសម្រេចធម៌ជាន់ខ្ពស់គេហៅបានសម្រេចអបញ្ញាសមាបត្តិហ្នឹងអាចហោះហើរដើរលើអាកាសបានហើយក៏អាចចម្រើនអធិបាត4ហ្នឹងបាទអធិបាត4ហ្នឹងគឺអាចអាយុហ្នឹងទៅដល់ចំនួនព្រះសាមេត្រីលោកបានត្រាស់ដឹងអាយុវែងណាស់មនុស្សយើងហ្នឹងបាទបានចម្រើនឈានសមាបត្តិនឹងខ្លាំងមែនទែនទៅលោកកិច្ចអំពីលោកមនុស្សទៅអាចទៅនៅព្រៃហេមពៀនឬនៅរូងភ្នំណាបាទប៉ុន្តែរូបកាយរបស់លោកហ្នឹងមិនដូចមនុស្សទេមនុស្សមិនដូចមនុស្សសត្វមិនដូចសត្វអញ្ចឹងណាបាទដូចជាអេសីអញ្ចឹងអេសីពាក់កដាលទៅសត្វពាក់កដាលទៅដូចជាអេសីខ្លាអីអញ្ចឹងណាបាទប៉ុន្តែយើងមិនអាចប្រៀបធៀបបានទេគាត់ថាលោកអាចចម្រើនអាយុលោកហ្នឹងរហូតបាទពីសាសនាសាមណៈគោតមយើងណារហូតដល់សាសនាព្រះសាមេត្រីត្រាស់ដឹងហើយបានលោកចូលទៅបុស្សគឺបានសម្រេចធម៌តែម្ដងបាទព្រះអង្គថាសម្ដែងថាមានណាមិនអត់ទេបាទអញ្ចឹងអ្នកចង់ហោះចង់ហើរដើរលើអាកាសជ្រែកដីហ្នឹងរៀនទៅបាទរៀនសមាធិទៅបាទលោកមាននិស្ស័យពីតេតជាតិមកធ្លាប់ធ្វើបុណ្យធ្លាប់ធ្វើកុសលធ្លាប់ធ្វើសមាធិលោកដាំពូជអភិញ្ញាសមាបត្តិហោះហើរដើរលើអាកាសហ្នឹងលោកកាន់តែមួយផ្លេតបានណាចឹងអញ្ចឹងមានពេលវេលារបស់លោកហ្នឹងហើយគេថាដាំពូជណាបានពូជហ្នឹងដូចយើងដាំពូជ7បាន7ស៊ីជូរយើងដាំពូជក្រូចឆ្មាបានក្រូចឆ្មាហូបហើយអញ្ចឹងអ្នកដែលដាំពូជសមាធិហើយបានសម្រេចនៅធម៌គេហៅគុណពិសេសអាចដឹងចិត្តគេអាចមើលឃើញជាតិកំណើតរបស់គេបាទអាចអស់ហោះហើរដើរលើអាកាសមានភ្នែកទឹកហ្នឹងហើយគាត់ទៅក៏រៀនពីក្មេងហ្នឹងទៅដល់ពេលចាស់ឡើងអាយុ50 60 70ហ្នឹងហើយដល់ពេលដល់វេលាបនងគ្រប់គឺបានសម្រេចតែម្ដងបាទអញ្ចឹងដូចអ្នកដែលរៀនបានខ្លាំងហ្នឹងបាទដូចជាអេសីតបោះសចាំងអីហ្នឹងស្ដារៀនខាងសមាធិនឹងឯងដែលបានលោកបានហោះហើរដើរលើអាកាសហ្នឹងបាទតែអ្នកប្រាថ្នាតិចបាទអ្នកកវល់កវាយតិចបាទអញ្ចឹងគឺកម្មបាទយើងធ្វើកម្មល្អបានកម្មល្អធ្វើកម្មអាក្រក់បានកម្មអាក្រក់ធ្វើកម្មបាទណាបានកម្មនោះហ្នឹងហើយយើងចង់កុំឲ្យមានកម្មពីវរិយតទៅក៏យើងកុំធ្វើបាបធ្វើអីចឹងណាបាទអញ្ចឹងយើងមិនមានទេពាក្យថារក្សាសិលចង់បាននៅនិព្វានតែយើងកុំធ្វើបាបដោយកាយវាចាចិត្តអញ្ចឹងណាបាទអាហ្នឹងគេហៅអ្នកមានសិលអ្នកស្ងប់រងាប់ហើយបាទចឹងអត់មានអីទេណាបាទអស់លោកណាស្រឡាញ់នៅវត្ថុស័ក្តិសិទ្ធិដែលខ្ញុំកណាអាត្មាបានប្រហោះនេះណាខ្ញុំជាប្រសក់ទេប៉ុន្តែច្រឡំនិយាយភាសាលោកហ្នឹងទៅបាទអាចចែកជាបានណាស្វែងរកអ្នកមានបនិស្ស័យហើយរបស់នេះក៏ខ្ញុំបានដាស់ប្រសិទ្ធិផ្គុំធានដាស់វិញ្ញាណរសិលចឹងទៅបាទតាមដែលខ្ញុំចេះចឹងទៅបាទអញ្ចឹងអស់លោកណាបានឃើញខ្ញុំប្រហោះក្នុង YouTube នេះហើយសូមអស់លោកនោះមានលៀបមានជ័យសិរីសុស្ដីទាំងយប់ទាំងថ្ងៃដោយសេចក្តីអស់លោកប្រាថ្នាសាធុ